បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានដែលជួយចាត់ការចិញ្ចឹមសត្វទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទសូមនាំអារម្មណ៍បងប្អូនមកជួបគ្នាម្ដងទៀតតើតើទៅនឹងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសាររបស់យើងបាទនេះចំណែកខ្ញុំដាក់ឲ្យស៊ីបែបនេះវីដេអូនេះខ្ញុំថតយកតែម្ដងហើយពេលដែលនេះខ្ញុំស្កប់វាបាទខ្ញុំមិនកាត់តទេនេះទីឈ្មោះហើយវីដេអូនេះខ្ញុំចង់និយាយពីការចិញ្ចឹមដោយលែងបែបនេះបាទចិញ្ចឹមដោយលែងបែបនេះយើងអត់មានត្រង់ដាក់មេដាក់បាអីចែកមេ4 5បា1អីអត់ទេខ្ញុំលែងវានៅជុំគ្នាទាំងអស់តែម្ដងនេះដូចបងប្អូនបានឃើញចឹងបាទគុណសម្បត្តិរបស់វាគឺវាងាយស្រួលដល់យើងមិនពិបាកហត់ថែវាច្រើនត្រង់ច្រើនអីរបស់អីវាតាមកំណើវាទៅបាទក៏ប៉ុន្តែផលវិបាករបស់វាបាទខ្ញុំចង់និយាយនេះគឺដល់និយាយពីផលវិបាករបស់វាដែលយើងត្រូវគិតបាទតាមពិតទៅខ្ញុំធ្លាប់បានដឹងដែររឿងហ្នឹងក៏ប៉ុន្តែដោយសារខ្ញុំរវល់ការងារអញ្ចឹងទៅក៏មិនសូវបានយកចិត្តទុកដាក់ហើយមួយរយៈចុងក្រោយនេះដល់ពេលវាមេរៀននៃការខ្ជិលច្រអូសរបស់យើងវាបានបង្រៀនយើងឡប់មកវិញបាទតើតើទៅការទុកបានេះបាខ្ញុំថតនេះគឺមានបាមួយបងប្អូនណាបាមួយឈ្មោះមួយហើយមេប្រមាណចិត្តយើងហ្នឹងបាទខ្ញុំសុំស្គប់បន្តិចហើយនេះទៀតបងប្អូនណានេះទៀតនេះមានមេប្រមាណទៀតបា2នេះបា2នៅទៅនេះទៀតនេះបា2នៅទៅនេះទៀតចឹងសរុប3ហ៎បងប្អូនណាបាទខ្ញុំเคยប្រភេទ3នៅនោះចាស់ជាងគេបាទហើយនឹងក្មេងៗនោះសិតតែបាសិតជួនបានទាំងអស់បាទហើយនេះនៅនេះ2ទៀតបាទនៅនេះ2ទៀតចឹង5បាទណានេះ2ទៀតធំបាទ5ហើយបាទរបស់ខ្ញុំណាតែឈ្មោលហើយមេហើយជាង10អីទៅនេះបងនេះសបាយបាទវាកប៉ាថតកងានេះធំតែដល់ពេលជួលនេះជួលចាញ់កងានេះទៀតហ្នឹងបាទនេះឡប់មកវិញកាលណាខ្ញុំចង់និយាយនេះបងប្អូនណាកាលណាបើយើងចំលែងអញ្ចឹងណាហើយយើងຕົកឈ្មោលច្រើនបាច្រើនអញ្ចឹងណាគឺពងមាន់សំទោសពងទារបស់យើងហ្នឹងវាញុះអត់ល្អទេបាទវាញុះអត់ល្អទេខូចអាចថាពាក់កដាលគាត់អីណាបាទខូចអាចថាពាក់កដាលគាត់អីណាបញ្ហាហ្នឹងគឺមេវាខ្សោយវាខំប្រឹងក្រាបពងតែដល់ពេលវាចុះស៊ីចំណីនេះអាឈោផ្សេងគេអាស្ទៀវហ្នឹងវាអត់សូវបានជួនទេពីព្រោះវាចាញ់អាធំហ៎ចឹងដល់ពេលមេចាស់នឹងចុះមករកទឹករកចំណីពួកអាស្ទៀវនឹងដេញជួនមកបាទដេញជួនហើយចឹងធ្វើឲ្យមេទាដែលវាគ្មានកម្លាំងវាទៅចុះស្បុកក្រាបពងនោះអត់មានកម្លាំងក្រាបពងទេចឹងខូចពងច្រើនណាស់បាទចឹងជាការលើកទឹកចិត្តរបស់ខ្ញុំថាបងប្អូនបើមានទាឈ្មោលច្រើនអាចសារ៉េចេញទៅជាការយកទៅទីផ្សារក៏បានឬក៏តាមណាបងប្អូនក៏ទៅបាទហ្នឹងហើយគួរគុំទុកឈ្មោលច្រើនឲ្យវាជន់មេគឺគុំគិតថាអូខ្ញុំនឹងមេ5 6 7អញ្ចឹងទុកឈ្មោល3 4ឲ្យវាជួយជន់គ្នាអត់ទេទុកអញ្ចឹងគឺអត់មេទាវិញទេបាទអត់មេទាឲ្យពងមកខូចច្រើនណាស់ខូចច្រើនណាស់ណៃទេវាទៅដើមគ្នាជន់ហ្នឹងបងប្អូនណាដើមគ្នាជន់ពេញហ្នឹងអត់ល្អទេចាំខ្ញុំឲ្យទៅមើលកន្លែងបងទារបស់ខ្ញុំតិចបាទនេះបងប្អូនណានេះមេទារបស់ខ្ញុំនេះនេះមេទាក្រាបហើយក៏ប៉ុន្តែភាគរយនៃការញុះបានទៀបបាទភាគរយនៃការញុះបានទៀបដោយសារ
nhầm một càng nghe chẳng tới hay chạy thả tục ban sa rê sa rong hay tranh tục và đã chẳng tới lời nắng việc sỏi mẹ hay ảnh hà đi phơi sỏi bông tràn bông sỏi mà tay mình nhỏ bàn tay nha này bọn đi bông tia đây là tập chập ra nhỏ và tập chập ra tập chập ra bông mà chẳng này phơi nè chẳng này bông bồn đây cứ phía rồi nhỏ tiếp nè chẳng những lực thực chất bông bồn tục mề tục ba tầm mũi ba này sọt má bông bồn sẽ tam đằng tây cùng tục tràn thì video bao nhiêu bạn nhìn tập phần đằng tây mình nhìn về đây còn là chạy thầm le giờ vậy là nhầm bạn chủ tiền nó gọi bông bồn man mơ tích và chú rùm chăm sóc ngọc nè này mòn bao nhom tầm đã và tầm đã cồn tầm bắt bí bóc hình con chán là bắt bí bóc và bí bóc mà con phải mùi thì nhóm oi mê tầm mùi thế nơi chuối mưa thai cái đó mê mùi thế nhưng mà bài chân và con chán bông bông tập này một con chán sân đẹp đi